តើបរិសុទ្ធដែលនៅជាមួយស្ត្រីខ្លាំងសុទ្ធតែអាចទទួលបានជោគជ័យនៅក្នុងជីវិតពិតមែនដែរឬទេមានរឿងរ៉ាវរបស់បុគ្គលល្បីៗជាច្រើននៅលើឆាកអន្តរជាតិដែលគាត់បានចែករំលែកស្រដៀងគ្នាថារាល់ភាពជោគជ័យក៏ដូចជាការដែលគាត់បានឈានទៅដល់កម្រិតកំពូលនៃអាជីពរបស់គាត់ហ្នឹងគឺសុទ្ធសឹងតែមាននារីខ្លាំងម្នាក់ដែលចាំជួយគាំទ្រចាំជួយលើកទឹកចិត្តគាត់ពីខាងក្រោយប៉ុន្តែសំណួរសួរថាតើរាល់បរិសុទ្ធដែលគាត់មានសំណាងទទួលបានស្ត្រីខ្លាំងនៅក្នុងជីវិតហ្នឹងគឺគាត់សុទ្ធតែអាចទទួលបាននូវភាពជោគជ័យបែបនេះគ្រប់គ្នានៅក្នុងជីវិតរបស់គាត់ពិតមែនដែរឬទេមុននឹងឈានចូលដល់ចម្លើយនៃប្រធានបទនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់រឿងរ៉ាវរបស់លោកអតីតប្រធានាធិបតីទី44របស់សហរដ្ឋអាមេរិកគឺលោកបារ៉ាក់អូបាម៉ានិងលោកស្រីមីឆែលអូបាម៉ាជាមុនសិនមានប្រភពជាច្រើនដែលបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងការសន្ទនាដ៏ល្បីល្បាញរវាងលោកបារ៉ាក់អូបាម៉ានិងលោកស្រីមីឆែលអូបាម៉ានៅក្នុងភោជនីយដ្ឋានមួយហើយការសន្ទនានេះតែងតែត្រូវបានគេលើកយកមកធ្វើជាមេរៀនលើកទឹកចិត្តអំពីឥទ្ធិពលនៃដៃគូជីវិតរហូតមកផងដែររឿងរ៉ាវនៃការសន្ទនានោះគឺមានថ្ងៃមួយលោកបារ៉ាក់អូបាម៉ានិងភរិយារបស់គាត់នឹងបាននាំគ្នាទៅទទួលទានអាហារនៅភោជនីយដ្ឋានមួយកន្លែងហើយម្ចាស់ភោជនីយដ្ឋានក៏បានស្នើសុំជួបជាមួយនឹងលោកស្រីមីឆែលអូបាម៉ាពេលហ្នឹងលោកអូបាម៉ាក៏បានសួរភរិយាគាត់ថាតើគាត់ជានរណាហើយភរិយារបស់គាត់ក៏បានរៀបរាប់ប្រាប់គាត់ថាម្ចាស់ភោជនីយដ្ឋានហ្នឹងគឺធ្លាប់ស្រឡាញ់គាត់កាលពីមុនបន្ទាប់មកលោកបារ៉ាក់អូបាម៉ាក៏បាននិយាយបែបកំ pl ែងទៅកាន់ភរិយារបស់គាត់ថាអូប្រសិនបើអូនសម្រេចចិត្តរៀបការជាមួយគាត់អូននឹងក្លាយជាម្ចាស់ភោជនីយដ្ឋានដ៏ប្រណិតមួយកន្លែងនេះហើយប៉ុន្តែភរិយារបស់គាត់បានតបទៅកាន់គាត់វិញថាអត់ទេប្រសិនបើគាត់រៀបការជាមួយខ្ញុំគាត់នឹងក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកវិញបន្ទាប់ពីស្ដាប់រឿងរ៉ាវរបស់បុរសដែលធ្លាប់មានអំណាចកំពូលម្នាក់នៅលើផែនដីនេះរួចតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរសម្រាប់ខ្ញុំវិញជាទស្សនៈផ្ទាល់ខ្លួនខ្ញុំគិតថាមិនមែនគ្រប់បុរសដែលគាត់បាននៅជាមួយស្ត្រីខ្លាំងគឺសុទ្ធតែអាចទទួលបានភាពជោគជ័យនៅក្នុងជីវិតនោះទេខ្ញុំទទួលស្គាល់ថាស្ត្រីខ្លាំងអាចជួយរុញដៃគូជីវិតរបស់គាត់នឹងឲ្យមានភាពរីកចម្រើនទៅមុខបានក៏ប៉ុន្តែស្ត្រីខ្លាំងនៅតែមិនអាចបង្កើតភាពជោគជ័យទៅដល់បុរសដែលគ្មានឆន្ទៈនិងការទទួលខុសត្រូវនៅក្នុងជីវិតរបស់គាត់បាននោះទេប្រសិនបើបុរសម្នាក់នោះគ្មានឆន្ទៈគ្មានការទទួលខុសត្រូវគ្មានគ្រាប់ពូជជាអ្នកដឹកនាំនោះទេទោះបីជាស្ត្រីខ្លាំងយ៉ាងណាក៏ដោយក៏មិនអាចសាបព្រោះគាត់ឲ្យចេញជាផ្លែផ្កាបានដែរស្ត្រីខ្លាំងអាចផ្ដល់ជូនបុរសបានត្រឹមតែការគ្រប់គ្រងផ្លូវចិត្តការរំលឹកអំពីគោលដៅការធ្វើឲ្យគ្រួសារមានស្ថិរភាពប៉ុន្តែអ្វីដែលស្ត្រីខ្លាំងមិនអាចធ្វើបានជំនួសបុរសគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនវិន័យផ្ទាល់ខ្លួនឬក៏ឆន្ទៈក្នុងការសម្រេចគោលដៅអ្វីមួយហ្នឹងគឺស្ត្រីខ្លាំងមិនអាចធ្វើជំនួសបុរសនោះបាននោះទេដោយទៅវិញវាកាន់តែធ្វើឲ្យស្ត្រីខ្លាំងកាន់តែហត់នឿយថែមទៀតពីព្រោះតែឆន្ទៈមិនដូចគ្នាការមើលឃើញគោលដៅហ្នឹងក៏ខុសគ្នាដែលទាមទារឲ្យស្ត្រីខ្លាំងហ្នឹងចាំតែអស់ទាញចាំតែរុញច្រានគាត់តែម្នាក់ឯងដូច្នេះខ្ញុំជឿថាមិនមែនបុរសដែលបាននៅជាមួយស្ត្រីខ្លាំងសុទ្ធតែអាចទទួលបានភាពជោគជ័យនៅក្នុងជីវិតនោះទេស្ត្រីខ្លាំងប្រៀបបីដូចជាដីដែលមានជីវជាតិហើយបុរសប្រៀបបីដូចជាគ្រាប់ពូជប្រសិនបើបុរសមិនមានគ្រាប់ពូជនៃភាពរីកចម្រើននោះទេទោះបីជាដីនោះមានជីវជាតិយ៉ាងណាក៏ដោយក៏មិនអាចរីកលូតលាស់ឲ្យចេញជាផ្លែផ្កាបានដែរក៏ប៉ុន្តែវាជារឿងដែលមិនអាចប្រកែកបាននោះទេថារាល់ភាពជោគជ័យនៅកម្រិតកំពូលណាមួយរបស់បុគ្គលល្បីៗនៅលើឆាកអន្តរជាតិហ្នឹងគឺសុទ្ធសឹងតែមានស្ត្រីខ្លាំងដែលនៅចាំជួយគ្រប់គ្រងគាត់ពីខាងក្រៅសរុបមកវិញស្ត្រីខ្លាំងពិតជាអាចជួយបុរសឲ្យរីកចម្រើនទៅមុខនិងទទួលបានភាពជោគជ័យនៅក្នុងជីវិតពិតមែនប៉ុន្តែមិនមែនគ្រប់បុរសនោះទេពីព្រោះថាបុរសគ្រប់គ្នាមិនមែនសុទ្ធតែមានឆន្ទៈនិងគោលបំណងដូចគ្នានោះទេទាល់តែមានហេតុនិងឧបនិស្ស័យដូចគ្នាទើបអាចរីកចម្រើនទៅមុខជាមួយគ្នាបាន